สุดใดบางคนดอกนี่ตาการมาเปียไว้ตาไอ้ปนานมาปียืงยำมาหาใช้เป๊กยำเลือนเป๊กหรือก็โดยสารแต่จราเจสิตลางมันเลยหรือโดยสารแต่ยืงผลักโดสิตอนเพ็บเลือนเป๊กอุทธรแต่ยืงเลยขนมกระไรเมียนสันเชียสำหรับยืงถึงกรากระดาวหรือมาปีกรากระดาวโชว์กระไรสันเชียนั่งมาปียืงผักสระเพชรเชียแต่เมียนเกียไอชิดานมวยติดคือโดยสารแต่ยืงสเตรสคลังเป๊กก็มันดาเลยยืงเตยจีตาพงได้ហើយដើម្បីព្យាបាលត្អើកគឺយើងមានវិធីសាស្ត្រអនុវត្តផ្ទាល់ចំពោះខ្លួនឯងភ្លាមតែម្ដងដូចជាការបរិភោគទឹកឲ្យបានច្រើននឹងក៏ជួយឲ្យបាត់ត្អើកដែរផ្សេងទៀតគឺយើងអាចយកដុំទឹកកកប៊ីមក្នុងរយៈពេលណាមួយវានឹងបាត់ត្អើកហើយទី3នោះគឺអាចយើងដកដង្ហើមចូលឲ្យអស់ឲ្យតឹងដើមទ្រូងឲ្យណែនទាំងពោះទាំងសាច់ដុំឌីយ៉ាប្រាកដើមទ្រូងយើងហ្នឹងហើយរក្សាវាទុកឲ្យយូរកាន់តែយូរកាន់តែល្អតាមដែលយើងអាចធ្វើទៅបានហើយតបមកយើងដកដង្ហើមចេញមកវិញមកហើយដកចូលអនុវត្តអញ្ចឹងដដែល3 4 5ដងគឺអាចនឹងបានដែរហើយប្រសិនបើយើងព្យាបាលតាមបែបនេះវាមិនទទួលបានលទ្ធផលឬមិនធ្វើឲ្យយើងបាត់ត្អើកទេគឺវាពិតជាពិបាកណាស់ព្រោះត្អើកនឹងរំខានមែនទែនហើយពិបាកនៅរស័ព្ទរសល់ក្នុងខ្លួនអញ្ចឹងយើងត្រូវទៅរកសេវាព្យាបាលពីគ្រូពេទ្យគឺគេអាចប្រើពពុះថ្នាំព្យាបាលទៅតាមរោគសញ្ញាជាពិសេសគឺបើសិនជាយើងច្រាលជាតិអាស៊ីតមានន័យថាកាពះយើងដើរច្រាស់ឡើងមកលើវិញធ្វើឲ្យយើងភើជាតិអាស៊ីតចេញតាមបំពង់អាហារតាមមាត់តាមបំពង់ខ្យល់ចំហយើងមកវិញហ្នឹងអញ្ចឹងគឺគេអាចប្រើពពុះថ្នាំទាំងអស់ហ្នឹងដូចជាពពុះថ្នាំ PPE ថ្នាំប្រសាទជាតិអាស៊ីតកាពះហ្នឹងថ្នាំ Antasil Phosphorylgel អសពេអីហ្នឹងសូមអរគុណចំពោះការតាមដានវីដេអូសូមបងប្អូនកុំភ្លេចចុច like share ហើយនិង subscribe វីដេអូរបស់ខ្ញុំផងអរគុណច្រើនដើម្បីតាមដានវីដេអូថ្មីៗក៏ដូចជាឲ្យអ្នកដទៃទៀតគាត់បានឃើញគាត់បានអនុវត្តទៅបានស្រួលក្នុងខ្លួនដែរព្រោះអត្ថហ្នឹងវារំខានផងដែរ